ជំរាបសួរបងប្អូនវីដេអូនេះខ្ញុំផ្ញើជូនជាពិសេសទៅដល់បងប្អូនដែលជាវីរៈកងទ័ពសូមកុំថតរូបស្លឹកឬក៏ថតជាវីដេអូផុសអីបើបងប្អូនធ្វើបែបនេះធ្វើឲ្យសៀមនឹងវាចាប់ទីតាំងបានហើយធ្វើឲ្យមានគ្រោះថ្នាក់ដល់ខ្លួនយើងហើយនឹងមិត្តរួមអាវុធយើងទៀតអញ្ចឹងបើបងប្អូនថតរូបបានថតវីដេអូបានបងប្អូនទុកក្នុងទូរស័ព្ទសិនពេលដែលចប់សង្គ្រាមបងប្អូនយករូបថតនឹងវីដេអូនឹងផ្ញើមកឲ្យខ្ញុំនឹងផុសរូបបងប្អូនម្ដងម្នាក់ដើម្បីស្វែងរកជំនួយជូនដល់បងប្អូនបើបងប្អូនថតរូបបានថតវីដេអូបានថាបងប្អូននឹងបានធ្វើអ្វីខ្លះក្លាហានយ៉ាងម៉េចខ្លះលំបាកយ៉ាងម៉េចខ្លះតស៊ូយ៉ាងម៉េចខ្លះយើងថតរូបទុកក្នុងទូរស័ព្ទសិនហើយពេលចប់សង្គ្រាមបងប្អូនអាចផ្ញើរូបថតនឹងវីដេអូហ្នឹងផ្ញើមកឲ្យខ្ញុំនឹងយករូបថតបងប្អូនវីដេអូរបស់បងប្អូនយកមកផុសម្ដងម្នាក់រហូតដល់អស់ដើម្បីស្វែងរកជំនួយជូនបងប្អូនពេលខ្ញុំឃើញបងប្អូនផុសបែបនេះខ្ញុំមានអារម្មណ៍ថាភ័យបារម្ភខ្ញុំបារម្ភខ្លាំងណាស់ព្រោះលុយកាក់អំណោយវាមិនមានតម្លៃស្មើអាយុជីវិតទេមួយទៀតអ្នកដែលយកអំណោយទៅចែកជូនដល់ជនភៀសសឹកក៏មិនត្រូវថតរូបផុសដែរព្រោះអីពេលនោះប្រជាជនយើងនៅជុំគ្នាទាំងអស់គឺមនុស្សច្រើនណាស់ហើយយើងសម័យមើលថាបើសិនជាមានរឿងអ្វីកើតឡើងតើវាទៅជាយ៉ាងណាការជួយគ្នាគឺវាល្អហើយតែត្រូវគិតពីសុវត្ថិភាពរបស់យើងទាំងអស់គ្នាទាំងអ្នកចែកអំណោយទាំងអ្នកទទួលអំណោយហើយមួយទៀតចំពោះ content creator ឬក៏ MMO កុំចេះតែផុសដោយមិនបានពិចារណាឧទាហរណ៍ថាយើងផ្សាយថាគេបាញ់ត្រង់នោះហើយគេបាញ់ត្រង់នេះហើយត្រូវហើយខុសហើយអញ្ចឹងយើងផ្សាយអញ្ចឹងប្រៀបដូចជាប្រាប់គេថានេះគេបាញ់ចេះវាត្រូវគេបាញ់ចេះវាខុសអញ្ចឹងបើគេបាញ់ខុសតើគេត្រូវធ្វើយ៉ាងណាហើយចុះពេលគេបាញ់មកលើក្រោយវាត្រូវឬក៏វាខុសបើយើងផ្សាយប្រាប់គេអញ្ចឹងលុយកាក់ដែលបានមកពី view ហ្នឹងបានមកពីការមើលហ្នឹងវាមានចំនួនវាមានតម្លៃតិចតួចទេវាមិនដល់ថ្នាក់យើងបដូរផ្សាយហើយយើងបានលុយតិចតួចហើយធ្វើឲ្យអ្នកដទៃមានគ្រោះថ្នាក់ដល់អាយុជីវិតតែយើងសប្បាយចិត្តទេលុយប៉ុណ្ណឹងគេធ្វើឲ្យគេរបួសឬក៏បាត់បង់ជីវិតហ្នឹងហើយលុយយើងបាន1រៀល2រៀល4 5រៀលហ្នឹងហើយធ្វើឲ្យគេមានគ្រោះថ្នាក់ហ្នឹងយើងសប្បាយចិត្តណាស់មែនទេអញ្ចឹងកុំដោយសារតែភាពអាត្មានិយមរបស់យើងតែម្នាក់ធ្វើឲ្យអ្នកដទៃមានគ្រោះថ្នាក់ឬក៏បាត់បង់ជីវិតច្រើនអ្នកព្រោះថាជីវិតមនុស្សគ្មានលក់នៅទីផ្សារទេអញ្ចឹងឲ្យសូមបងប្អូនបញ្ឈប់ទៅការផុសការអីហ្នឹងមុននឹងផុសមុននឹងអីយើងត្រូវគិតសិនថាវីដេអូហ្នឹងគួរផុសដែរឬអត់អរគុណច្រើន